ខេតោះអ្នកគ្នាឲ្យនៅក្នុងមេរៀនវីដេអូមេរៀននេះយើងសិក្សាជាមួយគ្នាបន្តទៀតទាក់ទងជាមួយនឹង Basic Configuration Windows Server 2022ហ្នឹងហើយអញ្ចឹងនៅក្នុងវីដេអូនេះយើងមាន5ចំណុចបាទចំណុចទី1គឺយើង assign static IP address ចំណុចទី2គឺយើង check for system update បាទហើយចំណុចទី3 change time zone ទី4 enable remote desktop ហើយនិងទី5 rename computer server app អញ្ចឹងចំណុចទាំង5នេះវាគឺជា basic configuration នៅពេលដែលយើង install Windows Server រួចរាល់ហើយយើងត្រូវការ set បាទ basic configuration នេះទាំងអស់បាទដូចជា IP address ឲ្យងាយស្រួលពេលក្រោយយើងត្រូវការ remote desktop យើងត្រូវការ IP address ហ្នឹងហើយសម្រាប់ client computer នៅពេលដែល access មកកាន់ server ក៏យើងត្រូវការ IP address ហ្នឹងដែរហើយទី2នេះតើតើមួយ system update ហ្នឹងគឺដើម្បីឲ្យ Windows Server យើងហ្នឹង up to date បាទ up to date ហើយ change time zone គឺយើង change ល្វែងម៉ោងឲ្យត្រូវទៅតាមទីតាំងរបស់យើងឧទាហរណ៍យើងនៅប្រទេសកម្ពុជាគឺបូក7អីចឹងទៅបាទហើយ enable remote desktop គឺឲ្យយើងទាំងអស់គ្នាមានភាពងាយស្រួលក្នុងការ remote ទៅកាន់ Windows Server របស់យើងហើយចុងក្រោយគឺយើង rename បាទគឺយើង rename computer server name បាទមានន័យថា computer server name យើងហ្នឹងយើងត្រូវដាក់ឈ្មោះឲ្យត្រូវទៅតាមលក្ខណៈបច្ចេកទេសហើយវាតំណាងអំពីការងាររបស់យើងដែរបាទតោះឥឡូវយើង remote ទៅកាន់ Windows Server របស់យើងបងប្អូនបាទអញ្ចឹងនៅក្នុងវីដេអូមុនគឺយើងចេះពីរបៀបនៃការ install Windows Server នៅក្នុង VMware រួចរាល់ហើយអញ្ចឹងនៅក្នុងវីដេអូនេះយើងទៅ set up បាទ IP address អញ្ចឹងនៅពេលដែលយើង install រួចរាល់ហើយអ្នកនរគ្នា remote បាទបើក Windows Server យើងមកយើងចុច start នៅលើ server manager បន្ទាប់មកគឺយើង select នៅលើ local server នេះមកបាទចឹងអ្នកនរគ្នានឹងឃើញនៅទីនេះគឺយើងឃើញថាមាន Ethernet 0 បាទ Ethernet 0ហើយ IP address យើងនៅទីនេះគឺយើងដាក់បាទ IP គេហៅថា DHCP បាទចាប់ IP automatic ពីcomputer យើងទៅតែម្ដងបាទពី computer យើងទៅតែម្ដងអញ្ចឹងនៅទីនេះគឺយើងអាច set IP address បាទទៅតាមការងាររបស់យើងអូខេអញ្ចឹងដើម្បី set បានគឺអ្នកនរគ្នាត្រូវចូលទៅ right click នៅលើ computer server របស់យើងនេះមកខាងលើបាទនៅលើ VMware setting បន្ទាប់មកយើងទៅ verify ជាមួយគ្នាបាទអញ្ចឹងនៅកន្លែងនេះគឺ net adapter នេះអ្នកនរគ្នាត្រូវផ្លាស់ប្ដូរបាទត្រូវផ្លាស់ប្ដូរពី NAT នេះយើងដាក់ទៅជា VNet បាទនេះ VNet 1បាទ VNet 1ហើយយើងចុច OK មកបាទយើងដូរទៅជា VNet 1ទាំងអស់គ្នាអូខេបាទបន្ទាប់មកគឺយើងចូលទៅ set up IP បាទយើង double click លើហ្នឹងមកហើយយើងចូលទៅ set IP បាទអញ្ចឹង IP នៅទីនេះខ្ញុំដាក់ថា 10.10.10.10 បាទហើយ subnet mask គឺ 255.255.255.0 បាទ class C ហើយនៅខាងក្រោម DNS នេះគឺយើងដាក់ 10.10.10.10 បាទគឺជា DNS server អញ្ចឹង DNS server នេះគឺជា server ខ្លួនយើងហ្នឹងទីទៀតយើងនឹង promote ហើយនឹង install role របស់ server យើងទៅជា DNS server បាទអញ្ចឹងយើងដាក់បែបនេះហើយយើងចុច OK មកអូខេបាទរួចរាល់បាទអញ្ចឹងចំណុចទី1គឺយើងបាន set រួចរាល់ហើយចូលទៅដល់ចំណុចទី2គឺអ្នកនរគ្នាចូលទៅ select នៅលើ Windows Update បាទអញ្ចឹងអ្នកនរគ្នាអាច select នៅបែបនេះបាទហើយយើង check for Windows Update បាទ check for Windows Update នៅទីនេះគឺតើតែយើងមានអ៊ីនធឺណិតបានយើងអាច connect ទៅកាន់ website របស់ Microsoft ដើម្បី download បាទ file update មួយចំនួនយកមក install នៅលើ computer របស់យើងបាទហើយចំណុចទី3គឺ change time zone អញ្ចឹង change time zone អ្នកនរគ្នាមើលនៅទីនេះ time zone យើង select នៅលើ UTC 08នេះបាទ select លើនេះមកបន្ទាប់មកយើង select យកពាក្យថា change time zone ហើយយើង scroll ចុះមកខាងក្រោមរកមើលពាក្យថាបូក7បូក7បាងកក Hanoi Jakarta នេះបាងកក Hanoi Jakarta select បែបនេះមកហើយយើងចុច OK បាទអញ្ចឹងចំណុចទី3យើងនេះគឺយើងបានធ្វើរួចរាល់ហើយបាទចំណុចទី4គឺអ្នកនរគ្នាចូលទៅ enable remote desktop បាទអញ្ចឹងដើម្បី enable remote desktop គឺអ្នកនរគ្នា select នៅលើ Windows Server Local របស់យើងនេះយើងឃើញពាក្យថា remote desktop
just status គឺ disable អ្នកនរ select នៅលើ disable នេះហើយយើងទៅ enable ជាមួយគ្នាបាទនេះ allow remote desktop connection បាទដាក់បែបនេះមកតមកយើងចុច apply ហើយចុច OK បាទរួចរាល់បន្តមកទៀតគឺយើងចូលទៅផ្លាស់ប្ដូរ computer name បាទអញ្ចឹង computer name អ្នកនរចូលមកខាងលើនេះគឺយើងផ្លាស់ប្ដូរ computer name បាទ computer name បាទផ្ដូរខាងលើនេះបាទ select នៅលើ computer name ចូលមកយើង select យកពាក្យថា change បាទអញ្ចឹងខ្ញុំដាក់ឈ្មោះថា ADDS underscore DC01 បាទអញ្ចឹងនេះគឺជាឈ្មោះម៉ាស៊ីន computer server របស់ខ្ញុំចុច OK ខ្ញុំចុច OK បាទហើយយើង restart ម៉ាស៊ីន computer server របស់យើងបាទអូខេអញ្ចឹងខ្ញុំនឹង restart បាទចុច OK មកយើង restart computer យើងមួយអូខេអញ្ចឹងក្រោយពីយើង reset រួចរាល់ហើយយើង log in ចូលម្ដងទៀតបាទនៅទីនេះ log in ទៅហើយយើងដាក់ password របស់យើងហើយបន្ទាប់ពីយើង remote ចូលរួចរាល់ហើយអ្នកនរគ្នាចូលទៅ verify ទាំងអស់គ្នាថាអ្វីដែលអ្នកនរគ្នាបាន setting ឲ្យមិញហ្នឹងវាត្រូវឬក៏នៅបាទអញ្ចឹងនៅទីនេះគឺ computer name របស់យើងគឺ set រួចរាល់ហើយ ADDS DC01 បាទហើយយើងមើលនៅទីនេះ remote desktop យើងក៏បាន enable រួចរាល់ដែរហើយនៅខាងក្រោម IP address ក៏យើងបាន set up រួចរាល់ដែរគឺ IP 10.10.14 ដងហើយនៅខាងនេះតកតងជាមួយនឹង Windows Update ក៏យើងបានទៅ verify ដែរបាទហើយនៅខាងក្រោមនេះគឺអ្នកនរគ្នាបាន set time zone របស់យើងទៅជាបាទ Bangkok Hanoi Jakarta បាទបូក7អូខេបាទអញ្ចឹងនៅក្នុងវីដេអូមេរៀននេះយើងបានចេះ5ចំណុចបាទចំណុចទី1នោះគឺយើងដាក់ IP ចំណុចទី2 check for system update ចំណុចទី3គឺ change time zone ទី4 remote desktop ហើយទី5គឺ rename computer បាទអរគុណច្រើនចឹងយើងជួបគ្នានៅមេរៀនវីដេអូបន្តទៀតទាក់ទងជាមួយនឹងការ remote desktop ទៅកាន់ Windows server របស់យើង